សួស្តីណែមកមើលសកម្មភាពចាប់គោឲ្យភ្ញៀវគាត់មកយកគោអញ្ចឹងហើយឥឡូវនេះគាត់បងដូនមួយខ្ញុំគាត់កំពុងតែតាក់ហើយបងប្អូនអើយចាប់តម្រាំនេះហ្នឹងគឺចោតបានទេចាប់ថ្ងៃហ្នឹងដោយសារវាផ្អើលខ្លាំងវាមានអ្នកទិញគោក៏គាត់ទៅឈរដែរអញ្ចឹងវាឃើញវាផ្អើលហើយយកស្មៅមកដាក់ឲ្យស៊ីតែមកឈូលទេវាមកចិត្តហើយបន្ទាប់មកវារត់កាលណាឃើញកិច្ចឥឡូវកំពុងតែខ្វៀលវាឲ្យវាចូលដុំគ្នាហើយបងប្អូននឹងគាត់កំពុងចាំមើលវាត្រូវធ្វើម៉េចឲ្យតាក់ជើងហើយក៏មិនឲ្យវាចូលក្នុងជើងមិនឲ្យរត់ទៅទៀតនោះបងប្អូនហើយគោនិយាយទៅគោនឹងវាអត់មានក្រលសម្រាប់ឲ្យចូលផងដល់ពេលហើយវាមានតែដបងដីធំអញ្ចឹងវាទលាយវាអត់បានចាប់បានល្អទេហើយនេះបងប្អូនដែលទិញគោនេះស្មៅដែលដាក់មកស៊ីផ្សារទៀតដាក់ស៊ីផ្សារទៀតវាមកចិត្តតែវាដើរវៀងក្នុងរត់មាញ់អត់មានចិត្តទេបងប្អូនកាលណាឃើញខ្វៀងកិច្ចប្រុចសុកចាត់ស៊ីស្មៅទេវាដឹងហើយបងប្អូនហើយនឹងមនុស្សច្រើនបងប្អូនហើយក៏ខ្ញុំក៏ទៅថាទៅជួយចាប់ដែរប៉ុន្តែពេលឃើញបងប្អូនច្រើននៅជួយតាក់ជួយខ្វៀលគ្នាហើយខ្ញុំទាញទូរស័ព្ទថតវីដេអូមកមើលឥឡូវគេមកដើរទៀតហើយបងប្អូនហ្នឹងហើយគាត់គិតថាចង់លក់ទាំងអស់នឹងឈ្មោលក្រហមមួយសមួយទៀតហ្នឹងបងប្អូនហ្នឹងហើយឈ្មោលហ្នឹងក៏គាត់ចង់លក់ដែរហើយកូនឈ្មោលហ្នឹងស្អាតដែរបងប្អូនដឹកមេយកមកចងឲ្យវានេះម្ដងឲ្យវានៅក្បែរម្ដងហើយវីដេអូនេះអត់មានអីទេបងប្អូនវីដេអូនេះវីដេអូនិយាយពីចាប់គោទេហើយខ្ញុំមើលថាគោនឹងចាប់អត់បានទេបងប្អូនơiតបមកចោតបានដល់ហ្នឹងក៏ទុកឲ្យបងចាស់គោគាត់ចាប់ដឹងនិយាយឡើងដល់ជប់ឡើងមកគាត់ចាប់ហើយវាបានគាត់ថាឃើញវាដើរទៅរត់ទៅព្រោះមេមួយនៅខាងក្រៅក្រលខាងក្រៅលបងដោយសារមេនោះវាមានស្មៅស៊ីនៅហ្នឹងអញ្ចឹងនាំនេះទៅទៀតហើយដល់ពេលអញ្ចឹងបាក់តាមចាប់ហើយនេះតូចទៅកើតមេមួយក្រហមហ្នឹងមេដោយសារកូនមីនេះហើយបាស្រែហើយបងប្រុសចាស់ទិញគោអ្នកទិញគោគាត់មកជួយចាប់ដែរហើយចាប់អត់បានទេថ្ងៃនេះគឺចាប់អត់បានហើយវីដេអូអត់មានអីច្រើនទេបងប្អូនơiមានប៉ុណ្្នឹងឯងនេះក៏រត់ចងពួកនេះទុកឲ្យវានៅនឹងហើយទៅតាមនោះហើយវីដេអូអត់មានអីច្រើនទៀតទេអរគុណច្រើន